បែបបត់ជោគជ័យសាំងម៉ៃដែលចូលនយោបាយឆ្នះឆ្នាំងច្បាស់ជាមានន័យសមាហរណប្រព័ន្ធពេញដីវិញធ្លុងឆ្លៀសវៃជាដែនសន្តិភាពសក្តានុពលសូភ័ងមង្គលមណ្ឌលអង្គភិវឌ្ឍចាប់ពីទីក្រុងក្នុងដល់ជនបទប្រែមុខប្រែមាត់មកចត់រៀបប្រជាស្មោះសរគាំទ្រទ្វេដងជ្រៅទុំសន្តិភាពបានពីសម្ដេចដែលចូលលោករៀបសាងសុខសន្តិភាពនិងអភិវឌ្ឍលោកអ្នកបានទស្សនាខ្លះៗរួចមកហើយកាលពីសប្តាហ៍កន្លងមកក្នុងកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV វេលាម៉ោង 10 យប់ថ្ងៃសៅរ៍ស្ដីពីទស្សនវិជ្ជាចំការមៀនក្រអូបខ្មែរដែលធ្វើការដាំដុះលើផ្ទៃដីប្រមាណជា10ហិកតានិងមានចំនួនរាប់ពាន់ដើមស្ថិតនៅក្នុងភូមិព្រៃអំពរឃុំអណ្ដើកហែបស្រុករតនមណ្ឌលខេត្តបាត់ដំបងចំការដំណាំមៀនក្រអូបខ្មែរនេះជាកម្មសិទ្ធិរបស់លោកស៊ិនធីដែលលោកខិតខំពុះពៀប្រឹងប្រែងធ្វើការដាំដុះតាំងពីទីនេះនៅដីទទេរហូតទទួលបានផលដ៏ច្រើនមកគួរឲ្យកត់សម្គាល់ដោយអ្វីដែលលោកឃុំសយអធិការស្រុករតនមណ្ឌលបានបញ្ជាក់ជូនខាងដើមហើយថាដើមឡើយទឹកដីនេះពោពេញដោយចំការមៀនប្រជាពលរដ្ឋរស់ដោយភ័យខ្លាចណាស់សម្រាប់អ្នកជាយដែនឮសូរតែសំឡេងគ្រាប់និងសោកនាដកម្មកើតឡើងចំពោះគ្រួសារខ្មែរជារឿយៗសម្រាប់បងប្អូនអ្នកស្រុកនេះតែបន្ទាប់ពីចំនួនរវាងខ្មែរនិងខ្មែរត្រូវបានបញ្ចប់ដោយការដឹកនាំប្រកបដោយវិចារណញ្ញាណដ៏ត្រឹមត្រូវរបស់សម្ដេចតេជោសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រែក្លាយតំបន់ជាយដែននេះនិយាយដោយឡែកនិយាយរួមប្រជាពលរដ្ឋទូទាំងប្រទេសអាចរស់នៅប្រកបដោយភាពស្ងប់សុខរកទទួលទានទៅតាមវិជ្ជាជីវៈរៀងៗខ្លួនតួយ៉ាងដូចជាលោកស៊ិនធីលោកវ៉ាន់សាននិងលោកស៊ីនសុជាតិលោកទាំងអស់សុទ្ធតែជាអ្នករស់នៅស្រុករតនមណ្ឌលនេះបច្ចុប្បន្នពួកគាត់មិនភ័យព្រួយពីបញ្ហារត់លូនកិច្ចក្របដូចមុននោះឡើយពួកគេគិតតែម្យ៉ាងធ្វើយ៉ាងណាខិតខំបង្កបង្កើនផលឲ្យបានទទួលនៅទិន្នផលខ្ពស់និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដើម្បីប្រកួតប្រជែងលើទីផ្សារក្នុងស្រុកនិងក្រៅស្រុកតែប៉ុណ្ណោះដោយដែលលោកទាំង3រូបបានជម្រាបជូនលោកអ្នកមកហើយថាពួកគេរស់នៅស្រុករួមគ្នាតែឃុំផ្សេងគ្នាយ៉ាងណាក្តីគេតែងតែស្កាត់រកគ្នាចុះមើលចំការទៅវិញទៅមកដើម្បីបានផ្លាស់ប្ដូរនៅបទពិសោធន៍គ្នាក៏ដូចជាបានសួរសុខទុក្ខផងតួយ៉ាងដូចថ្ងៃនេះលោកវ៉ាន់សានលោកជាអ្នកដាំមៀនបៃលិនលហុងដូងនៅឃុំរស្មីសង្ហាតែលោកឆ្លៀតមកសាកសួរនិងមើលការដាំមៀនក្រអូបខ្មែរនៅឃុំអណ្ដើកហែបចំណែកលោកស៊ីនសុជាតិក៏ដូចនោះដែរខេត្តបាត់ដំបងប្រមុំប្រមូលកម្លាំងបង្គោលអភិវឌ្ឍសង្គមវិញសៃទេសចរអេកូវប្បធម៌និងប្រវត្តិសាស្ត្រប្រៃព្រឹកទឹកភ្នំរមណីខ្លាំងណាស់ត្រចាំងត្រជាក់ត្រជុំប្រាសាទប្រាប្រាំងធម្មជាតិបានសាងទឹកជ្រោះលាងភ្នំព្រៃតលសត្វស្លាបច្រានដាប់ទ្រនំសត្វម្រឹងជួបភ្នំជំរុំស្រស់ស្រាយឥឡូវនេះសូមលោកអ្នកស្ដាប់នៅការសំណេះសំណាលបន្តទៀតបន្ទាប់ពីលោកអ្នកបានស្ដាប់ពីការជ្រើសរើសពូជមៀនក្រអូបខ្មែរនិងរបៀបដាំដុះកាលពីសប្តាហ៍មុនចំណែកកម្មវិធីថ្ងៃនេះជម្រាបជូនបន្តស្ដីពីវិធីសាស្ត្រក្នុងការតាក់តែងមែកដែលជាបទពិសោធន៍របស់ពួកគាត់វិញម្ដងខ្លឹមសារនិងសកម្មភាពមានជាបន្តបន្ទាប់ដូចតទៅខេត្តបាត់ដំបងពាំងហុងបំណងបងអង្គភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទកាត់តាកំណត់បែបបត់ជោគជ័យសាំងម៉ៃដែលចូលនយោបាយឆ្នះឆ្នាំងច្បាស់ជាមានន័យសមាហរណប្រព័ន្ធពេញដីវិញធ្លុងឆ្លៀសវៃជាដែនសន្តិភាពលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីនេះខ្ញុំសូមជម្រាបជូនផងដែរកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ផ្សាយជូនលោកអ្នកនៅរាត្រីថ្ងៃស្អែកវេលាម៉ោង 10 រហូតដល់ម៉ោង 11 យប់និងផ្សាយជូនលោកអ្នកឡើងវិញនៅថ្ងៃអាទិត្យវេលាម៉ោង 6 រហូតដល់ម៉ោង 7 ព្រឹកដូច្នេះសូមលោកស្រីអ្នកនាងកញ្ញាតាមដានទស្សនាជាបន្តបន្ទាប់ដូចតទៅសមាហរណប្រព័ន្ធពេញដីវិញធ្លុងឆ្លៀសវៃជាដែនសន្តិភាពសក្តានុពលសូភ័ងមង្គលមណ្ឌលអង្គភិវឌ្ឍចាប់ពីទីក្រុងក្នុងដល់ជនបទប្រែមុខប្រែមាត់មកចត់រៀបប្រជាស្មោះសរគាំទ្រទ្វេដងជ្រៅទុំចាំ
កម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ឧបត្ថម្ភឡើងដោយធុងទឹកហាស់ដឺអូឥឡូវនេះធុងទឹកហាស់ដឺអូបានផលិតនៅធុងទឹកប្រភេទថ្មីដែលមានចំណុះរហូតដល់ 20000 លីត្រជាជំនួយសម្រាប់ជួយដល់ក្រុមហ៊ុនធំៗរោងចក្រសហគ្រាសជាពិសេសមូលដ្ឋានកងទ័ពអាចប្រើប្រាស់បានគ្រប់កលៈទេសៈហើយអាចស្តុកទឹកបានក្នុងការបង្ការគ្រោះអគ្គិភ័យដែលអាចកើតមានជាយថាហេតុថែមទៀតផងធុងទឹកហាស់ដឺអូមានជ័រជាប់ស្វិតមិនកាន់ស្លាយឬក៏ស្រាយធានារយៈពេល15ឆ្នាំមានច្រើនពណ៌ច្រើនខ្នាតស្របតាមតម្រូវការរបស់អតិថិជនលោកអ្នកអាចទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ012 999 996សូមលោកអ្នកនាងតាមដានទស្សនៈបន្តចាឥឡូវហ្នឹងពូសានមកចិត្តហើយខ្ញុំអត់ដឹងទេពូសានដឹងមិនហ៎មិញហ្នឹងគេថាអញ្ចេះគេដាំមានកោបហ្នឹងណាបកែជើងមានបៃលិនរបស់ពូសាននេះលោកធីនិយាយខ្ញុំអត់ដឹងទេហើយពូជាតិក៏ថាអញ្ចឹងដែរពេលដែលម្ចាស់គេអត់នៅយើងនិយាយដើមគេដល់គេមកតាន់យើងសារភាពថាខ្ញុំអ៊ូតបន្តិចហើយមិញហ្នឹងអញ្ចឹងប៉ុន្តែគាត់ទទួលលុយនៅពេលរដូវខែចូលឆ្នាំចិននិងចូលឆ្នាំខ្មែរតែចំណាយខ្ញុំទទួលលុយនៅពេលដែលមុនរដូវជុំអញ្ចឹងបើគាត់ខឹងក៏ខឹងអត់កើតព្រោះយើងហាយចែកគ្នាដាច់ផលិតផលហ្នឹងវាហាយចែកគ្នាដាច់ប៉ុន្តែគ្រាន់តែថាបង្អាប់គាត់រឿងគាត់មានបច្ចេកទេសមួយថងថាគាត់ដាំមៀននោះទទួលផលរបៀបម៉េចខ្ញុំអត់និយាយទេព្រោះខ្ញុំអត់បានដាំតែចេះជាងគាត់ទៀតគាត់ថាបើចេះអញ្ចឹងមិនក៏មិនដាំពូជាតិឆ្លាតណាស់អញ្ចឹងដល់ពេលគេមកចិត្តនិយាយបែបដើមបង្ហាវិញហ៎អើយចេះបណ្ដោះខ្លាចគេប្តឹងហ្នឹងហើយបណ្ដោះបាទអញ្ចឹងចង់ថាបច្ចេកទេសថាតើមានកោបរបស់ខ្មែរយើងល្អជាងហើយនឹងមានបៃលិនល្អជាងយ៉ាងណាហើយអញ្ជើញឲ្យលោកអ្នកស្ដាប់មានប្រសាសន៍ដោយលោកសានមានប្រសាសន៍ទៅព្រោះគាត់ដាំផ្ទាល់ចាមាននេះហើយនឹងមានបៃលិនវាខុសគ្នាម្យ៉ាងម្នាក់ចាអានេះវាទុកវាអត់ទៅបានយូរដល់នោះទេអូអាហ្នឹងចំណុចអវិជ្ជមានតែបើរៀងថ្លៃអានេះថ្លៃជាង2ដងអានេះចង់3ដងអានេះប្រហែល12000អានោះលក់បានតែ4000ហើយទុកធ្វើអីយូរអានេះគាត់ថាលក់គេនិយាយពីចំណុចវិជ្ជមានចំណុចអវិជ្ជមានយូររៀងវាឆាប់ខូចវាឆាប់លួយចាមែនទេដាក់ទូតកបានយូរណាស់អូនិយាយរឿងទូតកអត់អីទេហ្នឹងហើយតែតម្លៃវាអានេះវាថ្លៃជាង3ដងណោះបើតាមទីផ្សារអានេះ3ដងដល់12000អានេះហើយមានយើងនោះបានតែ4000 5000ចាចុះបើគិតពីផលចំណេញយើងទូទាត់គ្នាទៅអាចមិនអត់%ផលមិនរត់រួចមាននេះវាបើនិយាយចំទៅវាមួយយ៉ាងម្នាក់គេថ្លៃជាងតែគ្រាន់តែគេនេះទុំហ្នឹងណាចាចឹងទៅគេបេះរហូតចាបេះថ្ងៃហ្នឹងស្អែកគេបេះមួយអាទិត្យទៀតគេបេះច្រើនអាទិត្យហ្នឹងលុយឈឹបគេដល់ឡានោះវាបេះតែឧទាហរណ៍1000ដើមដូចគ្នាអញ្ចឹងអានោះគេដាក់គេបេះតែ2សិលអស់ហើយអូអានេះបេះច្រើនអានេះបេះបាន4ដណ្ដប់សល់4ដណ្ដប់សល់ពុកនេះច្រើនអានោះប្រមូលតែ2សិលអីអស់ហើយចាហើយអញ្ចឹងតែ2សិលអស់ហើយចាហើយមិនពូសានចង់ដាំអាហ្នឹងវិញអានេះនិយាយចំទៅវាមួយយ៉ាងម្នាក់គេដាំអាហ្នឹងហើយគេដាំមនុស្សខ្ញុំកាត់យោបល់លោកតិចបើសិនជាលោកដឹងថានេះខ្ញុំកាត់បានច្រើនកាលហ្នឹងមិនក៏មិនដាំតាមខ្ញុំដែរចូលចែកគ្នាដាំចែកគ្នាដាំឲ្យមានទីផ្សារតែពូសាននិយាយមិញថាអានេះទុកអត់បានយូរហើយពូធីថាបើទុកបានយូរបានដាក់ទូទឹកកកចារួចបើអានោះទុកបានយូរដោយសារអីអានោះសបកវារឹងចាអានោះគេសម្ងួតបានគេទុករាប់ខែគេចូលអារោងចក្រសម្ងួតគេចានេះតែអានេះគេកាត់ដល់ជាង10សិលនោះហើយអានោះបាន13សិលអស់ហើយ2សិល3សិលអស់ហើយចុះដីពូសានេះនឹងមកកណោដាំទៀតទៅអាហ្នឹងវាដោយសារវាទុកមិនបានយូរហ្នឹងហើយបានវាពជាពេលរបស់វាបាទវាពជាពេលជាង10សិលវាទុំបន្តរហូតមើលអានោះទឹមផ្លែនោះទឹមក្តាប់អានោះតហើយបើមានខ្ញុំនោះក៏3ដងបេះទាំងអស់ខ្ញុំមកមិញខ្ញុំឃើញលោកត្រឡប់មកពីខាងក្រោយមិញមកមានមកពេលស្មីសង្ហាមិញមកវិការមកយើងសើមថើមចាមកហ្នឹងមិនមកចំពីមុខឯងលោកមកតាមផ្លូវក្រោយគេសង្ស័យបែបនេះមើលកប៉ាងមើលកប៉ាងមើលឆៃកប៉ាងមើលមានអត់ចិត្តប៉ុណ្ណឹងហើយមើលសល់ថ្ងៃមុនមិនពូសានធ្វើបនទៀតបងប្អូនយើងមិនជាម៉ួយទៅទិញលហុងពូមែនទេមួយចៃដន្យគ្រូអកុសលគាត់ក៏បានមរណភាពទៅចូលបនគាត់អស់ប្រហែលលានហ្នឹងទៅខ្ញុំដឹងព័ត៌មានហ្នឹង4លានហ្នឹងអញ្ចឹងអាខ្មែរយើងអញ្ចឹងយើងចេះជួយគ្នាទៅចាជួយគ្នាទៅគ្រូគេថាគ្រូចាគ្នាក៏មិនចង់អញ្ចឹងដែរហ្នឹងហើយធ្វើម៉េចអញ្ចឹងបានថាយើងនៅរស់យើងតាំងខ្លួនជាមនុស្សល្អយើងគោរពក្រមសីលធម៌ហើយម្យ៉ាងទៀតយើងប្រកបការងារអស់នេះសិតតែការងារបរិសុទ្ធល្អមែនទេ
ចាឲ្យមួយវិញទៀតពេលបើកបរដឹកផលិតផលទៅយើងត្រូវប្រយ័ត្នផងខាងចរាចរណ៍ណាបងណាចាហ្នឹងហើយឥឡូវយើងគៀកការងារយើងទៀតតើឧស្សាហ៍ហ្នឹងជុំគ្នាតទៀតទៅងាយបានជួបណាមុនឡើងយូរខែពូខ្ញុំជួបពូយូរហើយយូរខែហ៎បាក់យូរហើយតាមលឺពី3ខែដែរហេមែនទេចូល5ហើយដឹង4ខែ5ខែចាមើលទូញឹកទៅដូចអត់ស្មានទៅពីមុនអត់តែមើលទេដល់ពេលតាំងពីដាក់ខ្លួនឯងមកចេះមានអារម្មណ៍មើលអីណានីតិកើតអុកញ៉ាមានបៃលិនទៅដូចជាមានអារម្មណ៍មើលណាខ្ញុំខំតាមដានតាមដានមានបៃលិនតែមើលទេដល់ពេលឃើញខ្លួនឯងអញ្ចឹងទៅដូចចេះមើលនីតិកសិកម្មចឹងមិនថាយើងធ្វើអ្វីមួយយើងសហការគ្នាទោះបីអ្នកមានបៃលិនអ្នកមានខ្មែរក្តីណាយើងត្រូវតែសហការគ្នាព្រោះអានេះការថែទាំនិងការប្រមូលផលវាប្រហាក់ប្រហែលគ្នាដែរអត់ខុសទេបាទឥឡូវអ្នកមានបៃលិនចាំមើលស្ដាប់អ្នកមានក្អូបម្ដងមើលយ៉ាងម៉េចទៀតយើងមិននិយាយពីការដាំដុះនិងថែទាំអស់ហើយណានៅតែការតាក់តែងមេឃនិងប្រមូលផលទេឥឡូវពូសានយើងមើលពូជាតិហើយនិងពូធីណាឥឡូវធ្វើម៉េចពូធីតោះឥឡូវចាប់ដើមការតាក់តែងមេឃនិងប្រមូលផលទៅដើមផ្សេងទៀតណាអញ្ចឹងពូសានយើងទៅចាសូមលោកស្រីអ្នកកញ្ញាតាមដានទស្សនាជាបន្តបន្ទាប់ទៅតទៅស្ពានដែកហ៊ុនសែនដែនស្ទឹងសង្ការក្រមពន្លឺខែព្រឹកថ្លាស្រទន់អបបាត់ដំបងបំប្រងល្អខ្លួនលះហាក់មានមុនបន្ទន់ចិត្តខ្ញុំស្រុកទាំង13 8ព្រៃមុខមាត់សម្ដេចអភិវឌ្ឍផ្លូវគង់មនីគុំរចនាសម្ព័ន្ធវិស័យអប់រំមានថ្នាំងមធ្យមឧត្តមសិក្សាចាអញ្ចឹងចំពោះការដាំយើងដាំយ៉ាងម៉េចឲ្យលក្ខណៈសមស្របនោះកលៀតពីដាំហ៊ុន H2O មានផលិតស៊ីតេនទឹកថ្មីម៉ាក H2O Style មានពងបិទបើកស្វ័យប្រវត្តិការពារបាក់តេរីរហូតដល់ 99.9% ធានារយៈពេល20ឆ្នាំថែមទាំងមានធុងទឹកកក PLM មានភាពរឹងមាំត្រជាក់បានយូរ H2O ជំរឿសដំបូងសម្រាប់ជីវិតរបស់ចាអញ្ចឹងចំពោះការដាំយើងដាំយ៉ាងម៉េចឲ្យលក្ខណៈសមស្របនោះកលៀតពីដើមមួយទៅដើមមួយអញ្ចឹងយើងគិតមិនទៅពុទ្ធិបាទចំពោះការដាំហ្នឹងបើយើងដាំគៀកពេកយើងចង់ធ្វើមធ្យោបាយដូចជាបាញ់ថ្នាំក្តីព្រោះយើងមិនមែន2ដើមទេ3ដើមទៅ10ដើមទេរាប់ពាន់ដើមគឺការឧបករណ៍ប្រើប្រាស់របស់វាបាទត្រូវការដាំដុះហ្នឹងគឺឧបករណ៍របស់វាហ្នឹងសម្រាប់ដឹកដូចជាយើងប្រើជាត្រាក់ទ័រឬឡានក្តីកែច្នៃក៏ដោយណាយើងសម្រាប់ដឹកជូនបាញ់ថ្នាំរបស់វានេះធ្វើការថែទាំវាមិនបាញ់ថ្នាំបាទត្រូវការបើកបរយើងមិនអាចទៅស្ពាយរាប់ពាន់ដើមអស់ទេងាប់បាទអញ្ចឹងមានន័យថាយើងដាំនេះទៅតាមលក្ខណៈលំដាប់ក្តុំ2ហើយដោយសារតែដីយើងធំអញ្ចឹងយើងទឹកមួយទៀតក្នុងការដឹកជញ្ជូនផងក្នុងការថែទាំផងព្រោះយើងវាច្រើនព្រោះយើងបានផលមកយើងងាយលីទៅយកឡានមកដឹកចាហ្នឹងករណីយើងដាំច្រើនដោយបោះពុធីអីហ្នឹងបាទបើយើងដាំច្រើនពីរាប់ពាន់ដើមណាបើមិន10ដើមយើងមិនបាច់ទេយើងដាំគ្រាកគ្នាហ្មងពីកម្រិតពី1ទៅ1ហ្នឹងណាតែ5ម៉ែត្របានហើយពូសានលបសើចអញ្ចឹងមកខ្ញុំថាហ្នឹងយើងទុកប្រើប្រាស់ទេអត់ទៅសម្បូររៀងសាត់ដីតូចគេដាំដើមទៀតបានណាបាទអញ្ចឹងអាស្រ័យទៅលើដីប៉ុន្តែមានដើមវាធំដែរតាធំពើដូចខ្ញុំថាអញ្ចឹងអានេះវាវែងនេះចាបើកម្មវាស្ទឹងដល់គ្នាហើយដល់ពេលគេប្រមូលផលទៅគេមិនកាត់ទេណាចាគេតែងនេះបាទដែរណាគេតែអាទូចោលហើយអាចុកនេះកាត់ចោលទៅដោះមកថ្មីគេកាត់នេះចោលអញ្ចេឧបមាណានេះយើងទៅកាត់អាទុំបដ ாய் ទៅយើងបានផលយើងបានហូបបដ ாய் ណាចាបាទអាហ្នឹងទុំហ៎អាហ្នឹងទុំបាទទុំមកអាហ្នឹងណាឧបមាថាយើងកាត់ឲ្យវាជ្រៅណែឃើញទេជំរៅហ្នឹងណាហើយយើងមិនមែនថាយករបស់ហ្នឹងយកទៅទាំងអស់អញ្ចឹងទេអាហ្នឹងលើកទី2អានេះដាក់ឆេសិនចាំយើងទៅតុបតែងវាតាមក្រោយបើសិនជាយើងហើយវាអាចចេះដូចខ្ញុំថាវា5ម៉ែត្រណា5ម៉ែត្រហ៎យើងកាត់ចោលអស់ទោះបីវាលូតមក7តាក់បាត់មិញណាចាយើងកាត់មកកណាត់ទៅវារួញទៅវិញបាទថាឆ្នាំក្រោយមកធ្វើនឹងដែរហ្នឹងបាទវាធំធាត់ទៅបាទវាមិនអាចទៅលូក2ម៉ែត្រទៅមុខចេះទៅដេញទៅទេអត់ទេចាចុះអាដើមហ្នឹងយើងអត់ត្រូវការតាក់តែងដែរអាដើមនោះយើងត្រូវតែមើលដែរហ្នឹងដោយថាម៉េចណា
mấy na việc mình cao đó na ចាហោះកាត់ bà dương cắt với cháu tầm lẹ với cháu rồi việc gì chi ăn với cháu chứ កាត់មកត្រួសមើល ចាមើលមកដើមហ្នឹងតាក់តែមកដើម ដល់កាត់ទៅវាដូចយើងកាត់សក់ហ្នឹង dương chết tay với ảnh kia ta tóc tay với វា bà មើលកាត់មកទៀតមកកាត់មកមកខ្លីវិញហ្នឹង được clay thôi anh ấy bơm cắt với con fly đây cho pan năng cho cắt với កាត់មក do đi កាត់ cao អស់មកមើលទូចវិញហ្នឹង mơ về cắt cho cắt lại nó bị trong họ bà này miền tây việt à lâu dương kết hợp vào vay nè thôi nhé vay na này vậy nè miền tây về fly tích men nhưng cắt đó cắt chào là anh nói về tham gói với mau vay năng với nha về to mà đại rồi với nha thôi về bay pi bay việt មូលហេតុដែលកាត់ហ្នឹងគឺថាវាមានលក្ខណៈវាជាប្រយោជន៍យេឧទាហរណ៍ថាទី1កាត់ដើម្បីកុំឲ្យវាដំណាំហ្នឹងវាស៊ីជីអត់ប្រយោជន៍ទុកឲ្យកម្លាំងរបស់ដើមហ្នឹងវារុញមកឲ្យចុងខាងផ្លែនេះឲ្យផ្លែវាល្អឲ្យធំល្អហើយមួយទៀតគឺចង់ឲ្យសត្វចង្រៃដែលវាចូលមកពងមកដេកស្នាក់នៅសម្រាប់នៅកន្លែងហ្នឹងកាលណាឆ្លាស់ល្អហើយសំខាន់គឺឲ្យពន្លឺព្រះអាទិត្យហ្នឹងគឺចូលចាំងទៅលើដើមហ្នឹងដើម្បីឲ្យវាមានថាមពលកម្លាំងដើមហ្នឹងគឺជំរុញឲ្យដើមហ្នឹងមានកម្លាំងដើម្បីទប់ដូចជាផ្លែខាងនេះអញ្ចឹងគឺថាទប់ដើម្បីកុំឲ្យវាបាក់ហើយកាលណាតាជីវជាតិរបស់ដើមហ្នឹងស្រូបជីវហាជីវជាតិមកយកមកចិញ្ចឹមអាមេឃដែលអត់ប្រយោជន៍អញ្ចេះហ្នឹងគឺអត់ប្រយោជន៍ហ្នឹងគេកាត់ចោលបាទគេតែង ចាតាក់តែមេឃ គេហៅតែងវា បាទដើម្បីឲ្យវាមានពន្លឺចូលផងអីផងដើម្បីឲ្យវាកម្លាំងដើមបានល្អ អើចុះចំពោះយើងដាក់ជើងត្រវាទល់វានេះ វាសំខាន់ណាស់ពីព្រោះឧបមាថាមួយមេឃនេះវាមាន20មេឃទូចដែលត្រូវទ្រផ្លែចំនួនប្រហែលជាយើងស្មានទៅ25គីឡូទៅ30គីឡូ ចា អញ្ចឹងពេលដែលធ្លាក់ភ្លៀងឬក៏ខ្យល់មកគ្នាអត់អាចយោងបានទេគ្នាទ្រអត់រួចទេ ចា អញ្ចឹងគឺត្រូវដាច់ពីបាទអាយ៉ាពីប៉ុណ្ណឹងមកធ្វើឲ្យយើងខាតអញ្ចឹងពេលដែលផ្លែមកចកោមានទម្ងន់ណាមានទម្ងន់អញ្ចឹងយើងត្រូវទល់ជួយវា ចា បើសិនណាជាធ្លាក់ភ្លៀងមកទឹកភ្លៀងហ្នឹងជាដំណក់វាជាប់នៅនឹងស្លឹកហ្នឹងរត់តែជួយធ្ងន់ហើយត្រូវខ្យល់មកទៀតរត់តែទាញឲ្យបាក់មេឃទាញឲ្យយ៉ាងម៉េចអញ្ចឹងបានថាត្រូវជួយទល់ទប់គ្នាបាទ ហើយយ៉ាងម៉េចទៀតចាយ៉ាងម៉េច យើងត្រូវការសម្អាតវាហ្នឹងការពារវាភ្លៀងមកវាជាប់នឹងអាស្លឹកអត់បានការហ្នឹងនេះមេឃអត់បានការចេះអាមេឃហ្នឹងគេហៅមេឃបៅហ្នឹងហើយកូសัตว์ល្អិតកូវាតោងទៀតបើយើងកាត់ឲ្យវាវាអញ្ចឹងវាមានរំហច្រើនជាងវានៅនឹងដើមដែលមានស្ដុកស្លឹកណាអាហ្នឹងហៅថាស្ដុកហើយកន្លែងតែហ្នឹងស្ដុកច្រើននឹងសัตว์ក៏វារស់នៅស្រួលទឹកក៏វាអាចជាប់ខ្យល់ក៏អាចវាខ្លាំងជាងមានលំហវាបាទមើលឲ្យវានៅសល់មេឃអញ្ចឹងទៅវាស្អាតណា ចា វាស្អាតផងហើយវាអាកាសធាតុវាចូលបានពេញលេញទៀតអានេះ ចាមួយចុះអាដើមតូចនោះគឺយើងមិនបាច់ទល់ដូចអញ្ចឹងទេដូចលោកធីជំរាបជូនមុននឹងដូចពូជាតិជំរាបជូនអញ្ចឹងថា ដើម អា តូ នោះ ច មិនអីទេ វាចេះទី1អាយុក៏មិនទាន់គ្រប់ពេញលេញដែរបាទបើយើងទៅបន្ថែមវាភាពដូចថាយើងទៅកាត់បន្ថយអ្វីដែលវាធ្វើសារជាតិវាផ្ទុកមកនឹងផ្លែយើងកាត់ថែមថយវាគឺវាប្រើអត់គ្រប់ទេកាលណាវាដុះស្មុកស្មាញច្រើនមេឃសាកមេឃបៅនឹងវាច្រើនពេក ចា យើងត្រូវតែសម្រួលវាអស់កាត់ឲ្យមានខ្យល់អាកាសបរិយាកាសចូលល្អមិនអានេះដើមឃើញខ្ពស់ពេកយើងទៅមើលអាដើមទៀបវិញ យើងទៅកន្លែងទៀបវិញចាអញ្ចឹងសូមលោកអ្នកតាមដានទស្សនៈបន្តទៀតចាដូចថាកន្លែងនេះយើងមានទំហំទេដីរហូតដល់10ហិកតាហើយមានចំនួនរាប់ពាន់ដើមឯណោះណាអញ្ចឹងហើយយើងងាយស្រួលណាក្នុងការបញ្យល់ហើយការដាំដុះនៅទីនេះក៏មានកន្លៀតធំទៀតមូលហេតុដោយសារតែដីធំអញ្ចឹងហើយក៏ទុកទ្រូងធំអញ្ចឹងដូចជាលោកបានជម្រាបជូនបាញ់មិញអញ្ចឹងថាយើងងាយស្រួលក្នុងការបើកត្រាក់ទ័រចូលបើកឡានដឹកជញ្ជូនភោគផលអីណាចានេះទំហំគេធ្វើរបៀបសម្បូរដីចាហើយដើម្បីឲ្យវាមានប្រឡោះក្នុងការដឹកជញ្ជូនក្នុងការថែទាំបាទ ហ្នឹងហើយឥឡូវយើងមកដល់ដើមតូចហើយ ដំណាំនេះបើវាមិនទាន់គ្រប់អាយុដល់នេះអាយុវា3ឆ្នាំ3ឆ្នាំត្រឹមត្រូវនេះ3ឆ្នាំដែលវាពេញ3ឆ្នាំហើយតែយើងមិនទាន់អាចសម្រេចដូចអាធំបានទេយើងមិនអាចយកមកកាត់ដល់ធំតាមអំណឿងចិត្តដែលវាដុះមកអញ្ចឹងយើងចិត្តទៅបំផ្លាញកាត់វាទេវាអាចចេញសារជាតិចេញជ័រច្រើនណាដល់វាចេញជ័រមកទៅវាធ្វើឲ្យខ្សោយផ្លែយើងនឹងវាជំរុះចោលវិញទោះបីប៉ុណ្ណឹងហើយក៏វាអាចជ្រុះដែរអាហ្នឹងបាទវាចេញជ័រណាយើងធ្វើបានតិចតួចបំផុតដែលថាកូនមេឃហ្នឹងកូនមេឃទូចអញ្ចឹងណាអាហ្នឹងយើងអាចធ្វើបាន
ប៉ុន្តែបើដើមធំគ្រប់អាយុវាគេថាគ្រប់អាយុចាប់ពី5ឆ្នាំឡើងអានោះយើងដាក់មកតម្លាញហ្មងដាក់ឲ្យមានពលឹងឲ្យមានអាកាសធាតុបរិយាកាសចូលល្អបរិសុទ្ធទៅផ្លែនេះក៏វាធំធាត់ការវាទទួលស្រូបយកធម្មពលនៅតាមចិញ្ចឹមតាមដើមរូបរាងវាក៏វាអាចទៅជំរុញមកឲ្យចុងផ្លែនេះបានធំល្អរឿងដែលកាត់ស្លឹកដូចខ្ញុំបានកាត់ជូនមិញហ្នឹងគឺឃើញពងឯពងរបស់សត្វដែលបំផ្លាញរបស់យើងហ្នឹងគឺនេះពងរបស់សត្វកាឡាន់ទៀននេះពងរបស់វាតែវាញាស់អស់ហើយដែលយើងត្រូវការកាត់មិញដូចលោកធីបានមានប្រសាសន៍មិញហ្នឹងគឺយើងកាត់ចោលដើម្បីកុំឲ្យអាសត្វហ្នឹងមកពងចាវាជាគ្រោះមហន្តរាយដ៏ធំបំផុតនៅពេលណាដែលត្រួយផ្កានេះយើងចេញផ្កាមកអាសត្វហ្នឹងវាមកតិចឬក៏វាមកនោមដាក់ទៅធ្វើឲ្យអាចុងត្រួយហ្នឹងបាត់ផ្លែមួយឆ្នាំហ្នឹងបណ្ដោយនេះជារឿងសំខាន់អញ្ចឹងយើងត្រូវការតែអាហ្នឹងជាចាំបាច់ដើម្បីកុំឲ្យអាសត្វហ្នឹងវាមកបង្កើតពូនមកសងំបន្តពូជបន្តកូនបន្តចៅទីហ្នឹងចាអត់ទីហោថាត្រួយវាហ្នឹងវាត្រូវចាញ់ផ្កាហើយយើងត្រូវថែទាំជាញឹកញាប់ជាទីបំផុតមិនអាចឃ្លាតបានទេពីព្រោះអីអាហ្នឹងជាចាញ់ផ្កាចុះបើសិនជាអាសត្វហ្នឹងវាមកតិចធ្វើឲ្យត្រួយផ្កាហ្នឹងវាស្លោកបាត់អស់ហើយចប់បាត់ទាល់តែឆ្នាំក្រោយខាតមួយឆ្នាំទៅទេឆ្នាំទៅទេឆ្នាំហ្នឹងហើយអានេះយើងមិនចាំបាច់ទល់ទៀតទេណាបាទឲ្យវាទល់ដៃរួចហើយវាត្រូវត្រង់គេថាដូចយើងថាកូនក្មេងអញ្ចឹងណាបើយើងជួយវាជួយទប់វាមិនងាយដើរទេបាទទប់ជ្រែងវាអត់ងាយដួលបាទបើវាដើរដោយកម្លាំងដោយសមត្ថភាពនឹងវាអាចងើបឈរទេតាបានណាបាទហ្នឹងវាទៅតាមលំនឹងរបស់វាហ្មងយើងសុខចិត្តថាខាតតិចតួចធ្វើម៉េចវាតែងអញ្ចឹងបើយើងទៅប្រឆាំងវាវិញយើងទៅយកជន្ទល់ដាក់ទល់គ្រប់នោះវាអាចបំផ្លាញយើងលើសពីដែលវាខូចខាតចាហើយនេះខ្ញុំមកឃើញដល់ដីអញ្ចឹងនេះខ្ញុំគិតថាមិនស្រួលដីស៊ីផ្លែខូចអស់ប្រកាសជាទល់ហើយបាត់ដូចអត់អីណាវាប៉ះតិចតួចណាមកផ្លែពីផ្លែណាសំខាន់ឲ្យវាត្រូវរលាស់ទៅតាមធម្មជាតិវាបាទឲ្យវាទៅតាមធម្មជាតិវាអញ្ចឹងបាទឲ្យវាទៅអញ្ចឹងបាទវានៅទៅពួយតំបន់នេះវាខ្យល់ខ្លាំងផងចាឥឡូវនេះយើងទៅកាត់មែកបង្ហាញជូនលោកនេះឲ្យបានច្បាស់បន្ថែមបន្តិចទៀតទៅណាចាមែកហ្នឹងគឺថាមែកផ្លែហើយយើងកាត់ប្រមូលផលហើយយើងត្រូវតាក់តែងបន្ថែមយ៉ាងម៉េចលោកអ្នកនាងតាមដានទស្សនាបន្តចាខេត្តបាត់ដំបងសេដ្ឋកិច្ចបៃតងស្ដុកស្ដំទៅព្រឹងមួយឃុំ14ស្រុកក្រុងអង្គភិវឌ្ឍ730ភូមិដល់ជនបទរួបរวมកម្លាំងសាងជាតិធំធាត់ប្រែមកប្រែមុតព្រឹមព្រៃអស្រុកសង្កែមានស្នេហ៍បាននន់ថ្មកលរតនមណ្ឌលនិមលស្រុកមកឬស័យបាវលឯភ្នំជុំរំកវៃរុក្ខគិរីសាងជីវិតថ្មីភ្នំព្រឹកទឹកដីព្រំដែនអូបងក្រឡោសំឡត់កំរីចាឥឡូវយើងបន្តទៀតចាដោយអានេះជាដើមណាទីហោបើសិនអូវាវែងមកអញ្ចឹងដល់ពេលយើងកាន់ឲ្យយើងប្រមូលផលវាយើងកាត់ណែកាត់ឲ្យជ្រៅបាទកាត់មកខ្ញុំអ្នកកាន់បាទខ្ញុំអ្នកកាន់អញ្ចឹងវាកាត់រងបានវែងអានេះអញ្ចឹងណែយើងកាត់ក្រោមជាពីមឬលើជាពីមអញ្ចឹងទៅមកឃើញទេបាទកាត់អស់អញ្ចឹងទៅវាស្អាតអានេះយើងតែងវាហើយណាចាឆ្នាំក្រោយដូចថាយើងកាត់មិញ5ណាវាបាន15ម៉ែកឆ្នាំក្រោយអាហ្នឹង15ណាស្រូវនេះឆ្នាំក្រោយចារួចចុះកម្មករពេលយើងប្រមូលផលឲ្យគាត់ដឹងពីយើងបង្ហាញបហាត់រៀនអញ្ចឹងងាយអានេះងាយបំផុតជាងមេរៀនទៀតបាទអសយើងពិបាកបរៀនណាអានេះស្រួលណាបាទមនុស្សកើតមកដងមកអារឿងកាត់រឿងចេះស្រុកតែងបាទចេះឯងឲ្យតែបានផលមកបាទឲ្យបានផលអានេះណែកាត់ផុតឃើញទេមើលចង្អាយណាមើលវាដល់គ្នាវាអត់ងាយដល់ទេហើយឆ្នាំក្រោយអានេះត្រូវបាន6តែយើងត្រូវដឹងកន្លៀតពីដើមនៅដែរបើយើងកាត់មិនស្រួលទេអត់ទេវាអាចដល់ឆ្អឹងអានេះពាក្យថាដើមមែកចាស់និងមែកមួយឆ្នាំអានេះគេហៅមែកមួយឆ្នាំកាត់អានេះចូល2ឆ្នាំនេះអានេះឆ្នាំទី2អានេះឆ្នាំទី2យើងកាត់ឆ្នាំទី2ហ្នឹងវានៅខ្ចីវាអាចលូតលាស់អានេះបើកាត់ដល់ទៅនេះអានេះរឿងរ៉ាញ់ចេញមករួញហ្មងចឹងក៏យកបណ្ឌិតមើលណានេះឆ្នាំទៅកាត់នេះកាត់មួយបាន2ណាពេលវាចេញមកបានអ្វីហ្នឹងច
ហើយរត់កាត់ទៀត បងឯងវែងណាមិញ កាត់ទៀតវាចេញមកទៀតដូចជាមិនលើនឹងហ្មងឆ្នាំទៅ ចេញដែរ7ទឹក អញ្ចឹងសំខាន់ដែរណាបញ្ហាកាត់ហ្នឹងបើកាត់មិនស្រួលទេទៅជាងាប់ដើមបាត់ អត់ទេខូចបាទវាខណ្ឌរួយក្រាន់ ក្រាន់មែន ចា អញ្ចឹងដល់នេះកាត់ឆ្នាំទៅណានេះហេខ្ញុំកាត់ផាត់ទេឆ្នាំទៅយើងកាត់អានេះ ចា ដល់ពេលដល់ឆ្នាំហ្នឹងយើងកាត់អានេះហ៎ឃើញទេ ដល់នេះឆ្នាំក្រោយចេញទៀត ចំពោះមានហ្នឹងគឺយើងចាប់ផ្ដើមប្រមូលផលពីខែណាមក សិនជាទឹកគ្រប់គ្រាន់អានេះវាផ្ដល់តាមអាកាសធាតុដូចថារដូវកាលរបស់វាពេលភ្លៀងធ្លាក់ជោគជាំដើមខែខ្ញុំហៅថាដើមខែក្នុងការដាំដុះនេះផលដំណាំនេះបើខែ2ខែ3វាអាចធ្លាក់ទឹកច្រើនណា ចា មាននេះអាចចេញលូតលាស់នឹងត្រួយទី2បានចូលទី2ទី3ចេញផ្លែបរយបាទគឺថាមួយខែកន្លះបានដែរមកត្រួយទេ មួយខែកន្លះ បាទឥឡូវយើងកាត់អញ្ចឹងឲ្យវាចេញយើងធ្វើមិនគាត់ចេញផ្លែដែរបាទមួយខែកន្លះហ្នឹងវាបានតែមកត្រួយទេ ចា បាទរយៈគេ3ខែបានវាចេញបានចេញត្រួយទី2ទៀតបាទមក3ខែហ្នឹងវាអាចចេញផ្លែហើយ បេះរួចតែងទំបីទៅកូនទូចនេះបិទចោលនេះបិទទេនេះ ធ្វើមកឲ្យឃើញស្អាតហ្មងណា ហើយរៀបស្អាតទៀតរៀបដាក់កេះបើផ្នែកទូច ចានិយាយទៅគឺយើង ការវិចខ្ចប់យើងយកតកេះបរិយមកដាក់គាត់អត់បានតន់កំងមាននឹងកំងថាកេះមានអញ្ចឹងវាអត់បាន អត់មានយើងនឹងត្រៀមបាទត្រៀម រងថ្ងៃនេះយកតកេះគេ អញ្ចឹងពេលដែលយើងប្រមូលផលបានយើងវិចខ្ចប់គឺយើងមិនទាន់មានការបច្ចេកទេសក្នុងការ បាទចេះយើងតែងតែយកសម្បកកេះដតេយកមកដាក់តាពីទៅគេមើលឃើញកេះស្អីតាមពិតកេះមានហ្នឹងដោយលោកសានមានប្រសាសន៍មិញថាយើងគួរតែកំងកេះមួយខ្នាតថាមួយកេះ20គីឡូហើយដាក់ថាមាន អត់ទាន់ ដាក់ថាតែមាន រងថ្ងៃចង់បានអាហ្នឹង រងថ្ងៃយើងចង់បាន ឥឡូវនេះវាសិតតែក្តុំពីរហើយមានអីពិបាកនេះឥឡូវចងក្រងជាសហគមន៍ទៅ បាទ ចារួចយើងដាក់ទៅមានអីមានបៃលិនមានកោបអញ្ចឹងចេញពីខេត្តណាស្រុកណាអីចឹងមក និយាយលេងសើចយើងធ្វើបានហ្នឹងនេះ ចា ខាន់រឿងការវិចខ្ចប់ ចា យើងមិននឹងទាន់ទៅកំងធ្វើតាណារោងចក្រគេមាន អូយស្រុកយើងមាន